ដើមវីដេអូដូចចង់ពេបបន្តិចអីគ្រាន់តែខូចកណាត់សថ្ងៃនេះធ្វើខូចកណាត់ឲ្យអូនមុទិតា5ខែនិយាយទៅកូនខ្ញុំខូចកណាត់សឹងតរាល់ខែតែម្ដងដល់ពេលចេះហុចនំមកគេរៀងសុវ័យចិត្តវិញប៉ិនមេដៃសោះហ្នឹងសិតស្គាល់ Happy Birthday ណាខ្ញុំក៏ចាប់ផ្ដើមឲ្យកូនខ្ញុំញ៉ាំបបរថ្ងៃទី1នៅពេលអូនអាយុ5ខែដែរម្នួយចាប់ផ្ដើមដំបូងនោះគឺបបរអង្គធម្មតាហ្នឹងបងប្អូនប៉ុន្តែមុនខ្ញុំយកទៅដាក់បបរគឺខ្ញុំកិនអង្គនោះឲ្យម៉ត់សិនដើម្បីឲ្យវាងាយស្រួលលួយអញ្ចឹងវាចំណាយពេលតិចបើសិនជាយើងយកអង្គទាំងមូលយកទៅដាំហ្មងវារៀងយូរទំមទៅវាលួយអញ្ចឹងហើយបងប្អូនមានចាប់អារម្មណ៍អីអត់មើលជាក្រាននៃឆ្នាំខ្ញុំខ្ជូតដែររាល់ថ្ងៃតុកកូនដូចតុកតាអញ្ចឹងក្រៅពីដូរកៅអៅស្លៀកពាក់ខ្ជូតឲ្យកូនគឺលេងលឹកបឡហ្នឹងឯងបន្ទាប់ពីបបរយើងឲ្យលួយហើយគឺយើងយកវាមកចកត់មកកិនឲ្យម៉ត់មកបងប្អូនមានម៉ាស៊ីនក៏អាចប្រើម៉ាស៊ីនកិនបានដែរប៉ុន្តែដោយសារបបរខ្ញុំតិចដែរខ្ញុំខ្ជិលប្រើម៉ាស៊ីនណាបងប្អូនម៉ែនេះរៀងខ្ជិលលៀងដែរហ្នឹងដល់អញ្ចឹងគឺយើងពៀតជាមួយតម្រងប្រហើយទៅហើយនេះគឺជាថ្ងៃដំបូងដែលអូនមកសាករសជាតិថ្មីបន្ទាប់ពីកូកូមានអីងាញ់ដែរតាគ្រាន់ថាអូនរៀងឆ្ងល់បន្តិចមិនក៏រៀងសាបខុសពីកូកូអូនចំពោះការរៀនញ៉ាំរបស់អូនជាលើកដំបូងគឺខ្ញុំឲ្យគាត់ញ៉ាំមួយថ្ងៃតែម្ដងទេហើយម្នួយនីមួយគឺតែរយៈពេល3ថ្ងៃតម្រាំតដូរទៅម្នួយមួយទៀតអញ្ចឹងណាក៏ដើម្បីឲ្យអូនរៀនស៊ាំជាមួយរសជាតិហើយក៏យើងចង់មើលពីការប្រែប្រួលពីចំណូលចិត្តរបស់គាត់ដែរអញ្ចឹងសម្រាប់មកគឺថាបបរអង្គគឺយើងបានជោគជ័យគឺអូនចូលចិត្ត